តោះបិទភ្នែកអាចថាមួយគ្រូតើអបគុណសម្រាប់ពេលវេលានៃជំនុំនេះដែលព្រះអង្គបានរៀបចំឲ្យពួកយើងទាំងអស់គ្នាបានថ្វាយបង្គំទៅកាន់ព្រះអង្គផងដែរសូមឲ្យតាមរយៈការថ្វាយបង្គំមួយនេះកិច្ចការរបស់ស្ដីងឹតទៅបានបំបាក់និងបំផ្លាញសូមឲ្យក្មេងៗពួកគាត់អាចយល់និងចាប់ជាប់ព្រមទូលរបស់ព្រះអង្គដែរអបគុណទ្រង់សូមស្វាគមន៍ការក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនមកគឺរំលឹកសាកមេរៀនតិចមើលមកព្រះជាម្ចាស់បង្កើតប៉ុន្មានថ្ងៃ3ម៉ានមកណាគេឆ្លើយមិនទំនុកចិត្តមើលប៉ុន្មានថ្ងៃ7ថ្ងៃហ្នឹងថ្ងៃទី7ជាថ្ងៃគេថ្ងៃព្រះហ៎បង្កើតមកថ្ងៃទី1ទី2ទី3ទី4ទី5ទី6ថ្ងៃទី7ថ្ងៃឈប់សំអូខេថ្ងៃឈប់សម្រាយើងនឹងឈប់សម្រាថៃគេអត់ក៏ខំដូចផ្ទះមែនណាត់ដេកផ្ទះទេគឺមិនដើម្បីជួបជាមួយនឹងព្រះស្វែងបង្គំទៅកាន់ព្រះអូខេតមកនេះយើងដាក់រូបអីមើលយើងឃើញអត់មើលឃើញច្បាស់អត់នេះគេសួនច្បារគ្រូប្រាប់សាប់ដាមុនណូសួនច្បារគេអេដែនអូខេសួនច្បារអេដែននេះគឺសួនច្បារអេដែនណាចេះនៅលើគឺដែនមែនចឹងគ្នាយើងមើលនេះឃើញសត្វពស់បានសួរទៅកាន់នាងអេវ៉ាថាតើយើងមើលម្ចាស់ពិតជាមានព្រះបន្ទូលថាអ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលមាននៅក្នុងសួនច្បារមែនឬទីមុំតយើងមើលឃើញអត់ឃើញមកនេះសត្វអីគេអត់សត្វពស់មែនទេប៉ុន្តែយើងត្រូវដឹងថាសត្វពស់ហ្នឹងគឺអ្នកណាគេវារក្សាឋានចូលក្នុងសត្វពស់មែនទេអញ្ចឹងគឺវាកំពុងតែធ្វើឲ្យគេទីអូគឺលបួងមនុស្សដើមដំបូងនៃឈ្មោះថាអេវ៉ាយើងចង់ដឹងថាវាលបួងមិនអត់ទេយើងប្រាប់បីងត់អីយើងចង់ដឹងថាវាលបួងមិនអត់ចាមកយើងស្ដាប់ទាំងអស់គ្នាមើលវាលបួងថាម៉េចដែលជាម្ចាស់ពិតជាមានព្រះបន្ទូលថាអ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលមាននៅក្នុងសួនច្បារមែនឬសួរចាំថ្មីបានថាម៉េចញ៉ាំបានទាំងអស់លើកលែងតែដើមឈើនៅកណ្ដាលសួននោះប៉ុណ្ណោះបើយើងញ៉ាំនោះយើងនឹងស្លាប់មើលចឹងគឺវាលបួងថាម៉េចនេះគឺជាដើមដែលព្រះជាម្ចាស់ហាមមិនឲ្យបរិភោគដែលមានឈ្មោះថាដើមដឹងខុសត្រូវថាម៉េចគណៈតែបរិភោគនឹងត្រូវស្លាប់ចាំមើលបន្តទៀតមើលគ្នាយើងមកទៀតពស់តបថានាងនឹងមិនស្លាប់ទេមានមូលហេតុមួយដែលព្រះជាម្ចាស់មិនឲ្យនាងបរិភោគផ្លែពីដើមនោះគឺបើនាងបរិភោគនោះនាងនឹងបានដូចព្រះអង្គនាងនឹងមានប្រាជ្ញាដូចព្រះអង្គឃើញអត់គឺយើងលឺអត់លឺអញ្ចឹងអរិយសត្វឋានកំពុងតែលបួងថាម៉េចកាលណាតែបរិភោគទៅនឹងម៉េចនឹងដូចជាព្រះហើយមកទៀតខ្លាំងនឹងដូចជាព្រះហើយគឺដឹងការខុសក៏ត្រូវនឹងមានគេមានប្រាជ្ញាឆ្លាតមកអូនអង្គុយតោះយើងមកតទៀតមើលតើទាំងមានហេតុអ្វីនាងអេវ៉ាបានបរិភោគផ្លែឈើនោះហ្នឹងដោយសារកុំពលឺដែលនៅជាមួយនាងបេះបរិភោគបានដើមរូវីរំពេចនោះពួកគេបានដឹងរឿងរ៉ាវដែលពួកគេមិនធ្លាប់ដឹងពីមុនមកដើមរូវីគឺយើងនេះរូវីនេះដើមនេះអីវ៉ាសាប់ពោះហើយនេះបន្ទាប់ពីហូបហើយចាំមើលគ្នាយើងរឿងមួយដែលពួកគេដឹងឃើញអត់គឺពួកគេនៅអាក្រាតពួកគេបានបេះស្លឹកឈើមកបន្ទាប់ធ្វើជាសម្លៀកបំពាក់ដើម្បីបិទបាំងកាយយើងឃើញអត់បន្ទាប់ពីបរិភោគហើយខ្លាចឬខ្មាស់អៀនពីមុនមកទេដូច្នេះពួកគេក៏បានដឹងថាពួកគេបានធ្វើខុសយ៉ាងម៉េចដែរគ្នាយើងបន្ទាប់ពីបរិភោគហើយបន្ទាប់ពីបរិភោគហើយគឺម៉េចគូគាត់ទាំងពីរនាក់នឹងចាប់ផ្ដើមមានការភ័យព្រួយមានការខ្មាស់អៀនមានការភ័យខ្លាចមែនទេចុះពីមុនមកមានការភ័យខ្លាចមានការខ្មាស់អៀនចឹងអត់ទេមែនទេពីមុនមកគាត់មានកៅអៅអត់ប៉ុន្តែគាត់អត់មានការខ្មាស់អៀនឬក៏មានការភ័យខ្លាចទេដោយសារម៉េចដោយសារតែពេលហ្នឹងគាត់នៅជាប់ជាមួយនឹងអ្នកណាគេជាប់ជាមួយនឹងព្រះប៉ុន្តែបន្ទាប់ពីបរិភោគហើយត្រូវបានដាច់ចេញពីព្រះនេះចាប់ផ្ដើមមានបញ្ហាចូលមកក្នុងជីវិតរស់នៅបណ្ដោយព្រះជាម្ចាស់ស្រែកហៅថានេះឃើញអត់អដាមអេវ៉ាអីខុសហើយលោកអដាមតបថាយើងកំពុងពួនហើយនៅអាក្រាត
តែជាម្ចាស់ដកដង្ហើមធំ nàng ហើយមានប្រាប់បន្ទូលថា sao đi công bự mê chứ ឯងបានដឹងថាឯងនៅអាក្រាត មកសុំគូសុំជូតយើងនេះចា ភពផ្លែឈើនោះលោកអត់ដាំបានបន្ទោសនាងអេ យើង វ៉ា ឃើញអត់ព្រះមានព្រះបន្ទូលមកអត់ ទោសសត្វពស់ ចាំមើលយើងចាំមើលថាសត្វពស់ហ្នឹងនឹងត្រូវបណ្ដាសាយ៉ាងម៉េច តែជាម្ចាស់មានប្រាប់បន្ទូលថា នេះសត្វពស់ សត្វពស់ឯងត្រូវតែលូននឹងពស់ពូជរបស់ស្ត្រីនឹងជន់ក្បាលឯង ពស់ អេវ៉ានាងនឹងសម្រាលកូនទាំងឈឺចាប់អត់ដាំឯងនឹងធ្វើការនឿយហត់ដើម្បីចិញ្ចឹមជីវិត អញ្ចឹងគឺបណ្ដាសាព្រះជាម្ចាស់ដាក់ថាម៉េចមនុស្សស្រីគឺយ៉ាងម៉េចដែរឈឺចាប់នឹងការសម្រាល កូនចឹងហើយយើងមើលពេលមនុស្សស្រីពេលគាត់សម្រាលកូនស្រួលអត់ពិបាកពេលខ្លះស្លាប់ទៀតមែនទេចុះមនុស្សប្រុសមិនដែរមនុស្សប្រុសគឺខំប្រឹងរកស៊ីបាច់ញើសដើម្បីចិញ្ចឹមជីវិតចុះសត្វនេះមិនលូនអីគេលូននឹងពោះអស់មួយជីវត្តយើងឃើញអត់មិនមែនតែពួកគាត់យើងមើលសត្វនៅក្នុងនោះក៏មានការភ័យខ្លាចដែរមកយើងមើលបន្តទៀតយ៉ាងម៉េចដែរ ក៏បានធ្វើសម្លៀកបំពាក់ឲ្យលោកអត់ដាំអេវ៉ាហើយបណ្ឌិតពួកគេចេញពីសួនព្រះអង្គបានដាក់ទេវតាកាន់ដៃភ្លើងការពារផ្លូវដើម្បីកុំឲ្យមនុស្សត្រឡប់មកកាន់សួននោះវិញ អញ្ចឹងបន្ទាប់ពីពួកគាត់គឺយ៉ាងម៉េចប្រព្រឹត្តរំលងសួរថាពួកមកគ្រូស៊ូមួយមើលមនុស្សមានបាបអាចរស់នៅជាមួយនឹងព្រះបានអត់អញ្ចឹងហើយបានជាម៉េចពួកព្រះជាម្ចាស់គឺប្រទាននេះគេទៅពេលដែលពួកគាត់បានចេញពីព្រះគឺព្រះអង្គប្រទានអាវស្បែកមួយសម្រាប់ពួកគាត់មែនទេហើយក៏បានដាក់ទេវតាឯគេយេមិនឲ្យពួកគាត់ចូលមកក្នុងសួនទៀតអញ្ចឹងមនុស្សគឺអត់ស្គាល់ព្រះចាប់តាំងពីពេលណាចាប់តាំងពីពេលនឹងឯងពីពេលដែលពួកគាត់ដាក់ចេញពីព្រះហើយពួកគាត់បន្តឲ្យទៀតបង្កើតកូនចៅមកបន្តទៀតរហូតប៉ុន្តែសប្តាហ៍ក្រោយគឺនឹងតទៀតថានៅពេលដែលពួកគាត់ដាក់ចេញពីព្រះហើយតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតតែប៉ុណ្ណឹងពេលនេះយើងគាត់nakដឹងថានឹងហើយជាបញ្ហាជាមូលហេតុដែលធ្វើឲ្យមនុស្សគឺមិនរស់នៅលើផែនដីនេះមិនរងទុក្ខវេទនាពិបាកមែនទេជួបប្រទះជាមួយនឹងបញ្ហាទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវដឹងថាបញ្ហារបស់មនុស្សដំបូងគឺដោយសារតែពួកគាត់ដាក់ចេញពីព្រះយ៉ាអញ្ចឹងសប្តាហ៍ក្រោយមកចាំគ្រូតថាតើនៅពេលដែលពួកគាត់ហ្នឹងគឺដាក់ចេញពីព្រះហើយថាពួកគាត់ហ្នឹងតាមនឹងមានរឿងអ្វីកើតឡើងទៀតអញ្ចឹងសប្តាហ៍ហ្នឹងយើងប៉ុណ្ណឹងសប្តាហ៍ក្រោយយើងមកចាំគ្រូតយើងទៀតបើយើងខានមកគឺមិនដាច់ភេឲ្យអញ្ចឹងអត់ដឹងថាតាសប្តាហ៍ក្រោយមានរឿងអីកើតឡើងទៀតទេមែនទេតោះអញ្ចឹងយើងប្រកបគ្នាប៉ុណ្ណឹងមានចម្ងល់អីសួរអត់ឃើញយើងអត់យល់ខ្លះអត់យល់ខ្លះអូខេតោះអញ្ចឹងយើងប្រកបគ្នាប៉ុណ្ណឹងតើសំណួរចិត្តអាចថាបញ្ចប់មួយលោកគ្រូទាំងអស់គ្នាហើយយើងអាចបំបីគ្នាបានតោះអរគុណសម្រាប់ពេលវេលានិងជំនួបមួយនេះដែលព្រះអង្គបានរៀបចំឲ្យពួកយើងទាំងអស់គ្នាបានថ្វាយបង្គំទៅកាន់ព្រះអង្គផងដែរសូមឲ្យក្មេងៗពួកគាត់អាចចាប់ជាប់ព្រះបន្ទូលពួកគាត់អាចយល់ព្រះបន្ទូលផងដែរសូមឲ្យក្រុមឧស្សាហ៍របស់គាត់សេចក្តីងឹតទាំងអស់ត្រូវបានបំផ្លាក់និងបំបាក់និងបំផ្លាញចាក់ចេញផងដែរសូមឲ្យសេចក្តីសង្គ្រោះបានយើងនៅស្ថិតនៅតំបន់មួយនេះនៅក្នុងប្រទេសមួយនេះផងដែរអរគុណទ្រង់សូមថ្វាយខ្ពស់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន